Bà chỉ đồng bóng xong cổ chỉ rưu số bốc mai bóng ổn chỉ cả sự có đa này dùng năm đầm năm bột cổ hòm rồi có bột chùm lấy sát tu tiêmប្រទេសកម្ពុជាក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការចែករំលែកពុកម៉ែបងប្អូនយើងវិធីសាស្ត្រខ្លះៗដើម្បីឲ្យការដាំដុះដំណាំពោតរបស់ពុកម៉ែបងប្អូននឹងទទួលបាននៅទិន្នផលខ្ពស់ហើយនឹងចំណេញបាទអញ្ចឹងសម្រាប់ដំណាំពោតយើងមាន4ចំណុចដែលណែនាំពុកម៉ែបងប្អូនគឺទី1បាទយើងផ្ដោតសំខាន់ទៅលើការជ្រើសរើសពូជពីព្រោះតែពូជគឺសំខាន់ណាស់ពុកម៉ែបងប្អូនយើងហើយចំណុចដែលយើងជ្រើសរើសពូជល្អគឺទី1ពុកម៉ែបងប្អូនយើងបាទកលេចទៅមើលទិន្នផលអញ្ចឹងទី1ទិន្នផលខ្ពស់ទី2ភាគរយនៃដំណោះខ្ពស់ទី3បាទធន់ទ្រាំជាមួយនឹងអាកាសធាតុនិងជំងឺផ្សេងចំណុចទី2គឺការរៀបចំដីអញ្ចឹងការរៀបចំដីក៏ចំណុចដែលសំខាន់ដែរពុកម៉ែបងប្អូនយើងរៀបចំដីនៅក្នុងដំណាំពោតយ៉ាងហោចណាស់ជួរពី2ទៅ3ដងដើម្បីឲ្យដីរបស់ពុកម៉ែបងប្អូនយើងផុសផុលបានល្អធ្វើឲ្យដំណាំចាក់ឫសបានជ្រៅលូតលាស់បានល្អរឹងមាំហើយមួយវិញទៀតគឺបាទជួយកម្ចាត់នៅកត្តាចង្រៃដូចជាស្មៅសត្វល្អិតហើយនឹងជំងឺដែលបាទមាននៅក្នុងដីចំណែកឯការដាំដុះគឺយើងដាំបាទចន្លោះជួរ7ទឹកចន្លោះគុម្ពពីគុម្ព1ទៅគុម្ព1នឹងចន្លោះពី11ទឹកកន្លះទៅ2ទឹកនេះគឺជាបាទចន្លោះជួរនិងចន្លោះគុម្ពដែលស្តង់ដារសម្រាប់ដំណាំពោតបាទហើយចំណុចទី3គឺការថែទាំជាងការថែទាំហ្នឹងគឺមានតាំងពីការបាទគ្រប់គ្រងនៅកត្តាចង្រៃដូចជាស្មៅការដាក់ជីការកម្ចាត់សត្វល្អិតការកម្ចាត់ជំងឺផ្សេងទៀតបាទនេះគឺជាបាទពុកម៉ែបងប្អូនយើងត្រូវតែធ្វើការយកចិត្តទុកដាក់មែនទែនក្នុងការថែទាំហើយចំណុចទី4ចំណុចចុងក្រោយគឺការប្រមូលផលអញ្ចឹងពុកម៉ែបងប្អូនយើងត្រូវប្រមូលផលពោតឬក៏ដំណាំរបស់ពុកម៉ែបងប្អូនហ្នឹងគឺឲ្យត្រូវឲ្យគ្រប់អាយុនៃពោតបានន័យថាតាំងពីការលូតលាស់រហូតមកដល់ការប្រមូលផលហ្នឹងគឺចន្លោះពីបាទ100ទៅ120ថ្ងៃនេះគឺជាបាទពេលវេលាដ៏ល្អមួយសម្រាប់ក្នុងការប្រមូលផលហើយការប្រមូលផលដែលត្រឹមត្រូវហ្នឹងគឺធ្វើឲ្យពុកម៉ែបងប្អូនយើងទទួលបាននៅទិន្នផលខ្ពស់ហើយជាពិសេសងាយស្រួលលក់នៅក្នុងទីផ្សារផងដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ដល់ Channel YouTube របស់ខ្ញុំបាទផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា